សូមនមស្ការចំពោះប្រធានគ្រប់ព្រះអង្គជំរាបពរញាតិញោមពុទ្ធបរិស័ទពុទ្ធស្រីគ្រប់រូបថ្ងៃនេះអាត្មាភាពចង់ចូលរួមឆ្លើយសំណួរញោមម្នាក់ដែលគាត់បានចោទសួរខ្ញុំកណ្ដាអាត្មាភាពតាក់ទងទៅនឹងការធ្វើសេចក្តីល្អចំពោះណាលោកឪពុកអ្នកម្ដាយដោយគាត់នឹងមានម្ដាយចាស់ជរាហើយប៉ុន្តែមានសេចក្តីខឹងក្រោធមានសេចក្តីមិនសប្បាយរីករាយចំពោះគាត់ណាដែលជាកូនអញ្ចឹងគាត់សួរថាតើដែលគាត់ធ្វើសេចក្តីល្អមានការជូនបាយទឹកនំចំណីអីឲ្យគាត់វិសាជាដើមនោះតើបានបុណ្យកុសលដែរទេណាអាត្មាភាពចង់ចូលរួមឆ្លើយថាយើងធ្វើកុំធ្វើដើម្បីរំពឹងគ្រាន់តែចង់បានបុណ្យពីគាត់យើងធ្វើនឹងយើងធ្វើទាំងចិត្តដែលយើងដឹងថាជាតួនាទីជាកាតព្វកិច្ចដែលយើងជាកូននឹងយើងត្រូវធ្វើជូនគាត់ណាជាសង្ឃហធម៌ដែលកូនត្រូវមានចំពោះអ្នកម្ដាយលោកឪពុកនឹងអញ្ចឹងយើងដកអាចិត្តដែលចង់បានបុណ្យពីគាត់ចេញណាជំនួសវិញដោយណាតួនាទីដោយការធ្វើតបនឹងឲ្យយើងដឹងថានេះជាតួនាទីដែលយើងជាកូនត្រូវធ្វើជូនគាត់អញ្ចឹងវាអស់នៅអាការសង្ស័យហើយថាបានបុណ្យឬមិនបានបុណ្យព្រោះអីសភាវៈបុណ្យនេះវាកើតចេញអំពីចិត្តណាញោមណាតើកាលណាចិត្តយើងល្អប្រសើរចិត្តយើងជ្រះថ្លាចិត្តយើងសប្បាយរីករាយនៅក្នុងសេចក្តីល្អយើងបានធ្វើហ្នឹងហើយគឺជាចិត្តបុណ្យណាអត្តនោសន្តានបណ្ណាតិសោធេតិតិបញ្ញੰបានន័យថាធម្មជាតិណាដែលចូលមកជំរះចិត្តឲ្យបានស្អាតណាធម្មជាតិនោះឈ្មោះថាបុណ្យអញ្ចឹងអាសកម្មភាពអាទង្វើល្អអាសេចក្តីល្អដែលយើងធ្វើមិនចំពោះបុគ្គលណាតែកាលណាយើងធ្វើហើយណាសេចក្តីល្អនោះវាញ៉ាំងចិត្តយើងឲ្យបានសប្បាយរីករាយឲ្យបានណាពេញចិត្តឲ្យបានជ្រះថ្លាអានឹងហើយជាបុណ្យកុសលដែលយើងណាទទួលបានពីសកម្មភាពដែលយើងធ្វើហ្នឹងណាអញ្ចឹងបុណ្យវាអាស្រ័យនៅលើចិត្តយើងទេតាបងហ្នឹងហើយចំពោះថាគាត់ខឹងស្អប់យើងយ៉ាងណាអានេះជារឿងរបស់គាត់ទេបងជារឿងរបស់គាត់ណាជាចិត្តទោសៈផងគាត់ណាគាត់តែងតែខឹងអ្នកនេះតែងតែខឹងអ្នកនោះណាតែងតែមិនសប្បាយចិត្តជាមួយអ្នកនេះមិនសប្បាយចិត្តជាមួយអ្នកនោះអានេះចិត្តទោសៈផងគាត់វាអត់ពាក់ព័ន្ធអីជាមួយយើងទេតែយើងជាកូនយើងត្រូវដឹងថាតើរាល់សកម្មភាពដែលយើងធ្វើរាល់អំពើដែលយើងធ្វើអំពើទាំងនោះវាមានជាដើមហេតុនាំឲ្យគាត់មិនសប្បាយចិត្តដែរទេណាដូចជាគាត់ណាជាមនុស្សដែលមានវ័យចំណាស់ហើយណាចាស់ហើយណាបើសិនជាយើងណាទំនុកបំរុងបាយទឹកអីសពគ្រប់បែបយ៉ាងនេះដូចជាក្មេងតែងតែចូលចិត្តនៅរបស់ណាអីផ្សេងរបស់រឹងក៏បានរបស់ទុនក៏បានយើងហូបម្ជូរអីបានចុះចំពោះគាត់ចាស់វិញយើងយកម្ជូរទៅឲ្យគាត់ពិសាដល់គាត់ពិសាកើតទេណាដូចជារបស់រឹងបាយក្តាំងអីជាដើមនេះយើងចូលចិត្តហូបនេះហើយគាត់ជាមនុស្សដែលចាស់ហើយហូបបានទេអញ្ចឹងបើយើងធ្វើឲ្យមានបញ្ញារបស់ណាដែលគាត់ហូបមិនបានយើងកុំយកឲ្យគាត់ហូបតែកាលណាយកឲ្យគាត់ហូបមិនកើតគាត់មានសេចក្តីខឹងក្រោធអាហ្នឹងអាស្រ័យមកពីយើងដែរប៉ុន្តែបើសិនជាយើងធ្វើល្អហើយទំនុកបំរុងដោយល្អហើយគាត់នៅតែខឹងនៅតែក្រោធណាអានេះជាចិត្តទោសៈផងគាត់ទេតាបងចិត្តទោសៈផងគាត់អញ្ចឹងបុណ្យកុសលយើងធ្វើនោះវាបានអាស្រ័យលើចិត្តយើងធ្វើជ្រះថ្លាណាបងហើយមួយវិញទៀតណាតាមទៅកូនគ្រប់គ្នាបើសិនជាមានឪពុកម្ដាយពូកែខឹងក្រោធអញ្ចឹងណាយើងធ្វើយ៉ាងម៉េចកុំខឹងតបជាមួយគាត់ណាយកឈ្នះចិត្តខឹងគាត់ដោយការមិនខឹងតបណាព្រះសម្មាសម្ពុទ្ធសម្ដែងថាអកោថេនៈចនេកោធាំងឈ្នះបុគ្គលក្រោធដោយការមិនក្រោធតបអញ្ចឹងបើយើងធ្វើសេចក្តីល្អហើយគាត់ខឹងក្រោធចូលយើងខ្លួនឯងនេះកុំខឹងតបជាមួយគាត់ណាកាលណាយើងមិនខឹងតបជាមួយគាត់ចិត្តរបស់យើងនឹងគឺមិនសៅមងចិត្តរបស់យើងនឹងមិនក្តៅក្រហល់ក្រហាយចិត្តយើងត្រជាក់ស្អាតអញ្ចឹងបុណ្យកុសលវាកើតឡើងអំពីចិត្តរបស់យើងនឹងវាស្អាតនឹងឯងអញ្ចឹងចូលរួមឆ្លើយសំណួរញោមប៉ុណ្ណេះខុសតោះយ៉ាងណាក៏សូមអធិស្ឋាន